ចាសួស្តីពុកម៉ែបងប្អូននេះគឺជាប្រភេទប្រគាទឹកអំពៅអនាម័យសុខភាពចារៀបចំចេញមួយឈុតទៀតហើយក៏បានធ្វើការកំងទិញនឹងម៉ូតូទិញទាំងរតែពីខាងខ្ញុំផ្ទាល់តែម្ដងចាចំពោះម៉ូតូយើងចាគឺជាប្រភេទម៉ូតូស៊ីរូចាកម្មផ្ទះប្រាំងបូមចាគឺមានការកែបូមកាយច្បាប់មិននោះចាក់សាំងមកពេញជូនចាមុននឹងយកទៅផ្ទះចាហើយនេះគឺជាប្រភេទម៉ាស៊ីនកំនឹងអំពៅរបស់យើងជាប្រភេទដុំ3ដុំតាមចាកាន់ម្ដងអស់ទឹកហើយខាងក្រោមនេះគឺជាប្រភេទម៉ាស៊ីនសាំងម៉ាស៊ីនទៅជួជប៉ុនចាយើងព្រីចាក់សាំងចាក់ប្រេកណាបច្ឆ័យជូនកាត់មុននឹងយកទៅផ្ទះជាប្រភេទម៉ាស៊ីនដេចាកន្លែងនោះអាគុយចាយើងមានប្រកាប់ចាប់កន្លែងនេះទៅកងតាក់វីដេអូសូមកទៅចង់ដេក៏បានចង់ទាញដៃក៏បានដែរចាចំពោះអាទាញយើងគឺដៃក្រាស់ក្រាស់ដៃធំធំចាដៃនេះវេ5ត្រាវីអាក្រាស់ចាក្រាស់ទាំងអស់កងវាថ្នាំងអំពៅចាហើយដៃរបៀបនេះដាក់សាប៉ាមជូនគាត់នេះបងប្អូនមើលណាមេបឆូនេះសាប៉ាមអានេះវេ4ចានេះធុងតកកក៏យើងថែមជូនគាត់មួយទៀតចានេះមកចាស់គាត់ហើយយើងមានបិទរូបភាព highlight ជូនគាត់មកស្អាតមានទូកញ្ចក់2ជាន់ដាក់អំពៅមួយជាន់ដាក់គ្រឿងអំប៉ងមួយជាន់មានស្រាប់សក់អំពៅទៅយកប្រហូរទាំងអំពៅស្រាប់ត្រង់អំពៅទឹកអំពៅចាហើយដាក់កាបូបពណ៌ក្រហមលឿងជូនគាត់ចាតើដាក់ធុងតកកបានមួយទៀតចាសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់មានតម្រូវការចង់កំងធ្វើរតេះលក់ទឹកអំពៅនៅក្នុងវីដេអូដែលខ្ញុំបាន live នេះគាត់អាចធ្វើការទំនាក់សាកសួរព័ត៌មានលម្អិតបានណាចាសម្រាប់លេខតំណងគាត់អាចតាក់ទងតាមលេខ Telegram ហើយខាងលើឬក៏ឆាតចូល page របស់នាងខ្ញុំផ្ទាល់ឬក៏តាក់ទងតាមលេខទូរស័ព្ទ3ខ្សែខាងលើក៏បានដែរចាទីចុងក្រោយនេះខ្ញុំសូមអរគុណពុកម៉ែបងប្អូនអរគុណដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាប់ពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាចាអរគុណច្រើន